នៅពេលហ្នឹងខ្ញុំមានគំនិតមួយនឹងធ្វើយ៉ាងណាសន្សំឲ្យបានប្រហែលជា100 200ត្រឡប់មកផ្ទះវិញគាត់អត់ជឿថាយើងអាចធ្វើវាបានអ្នកនរគ្នាដឹងខ្ញុំធ្វើមិនពេលហ្នឹងគឺខ្ញុំកាលពីកន្លះឆ្នាំមុនខ្ញុំទទួលបានឱកាសទៅ train នៅប្រទេសថៃចោលស៊ីមហ្នឹងរយៈពេល6ខែប៉ុន្តែខាងសន្តាគារគេឲ្យជាក់ស្ដែង train តែ3ខែទេដោយសារតែខ្ញុំរៀនខាងបដិសណ្ឋារកិច្ចខាងវិស័យសន្តាគារខ្ញុំក៏ទទួលបានឱកាសទៅ train នៅហ្នឹងហើយនៅក្នុងការទៅ train ហ្នឹងគឺគេមិនបានផ្ដល់ជា salary ប្រាក់ខែយើងទេគេឲ្យជា allowance ជាប្រភេទប្រាក់ឧបត្ថម្ភយើងវិញហើយគេក៏ cover ទៅលើកន្លែងស្នាក់នៅដូចគ្នាដែរគ្រាន់តែថាយើងត្រូវចាញ់ថ្លៃទឹកថ្លៃភ្លើងខ្លួនឯងនិងចាយវាយខ្លួនឯងប៉ុណ្្នឹងឯងហើយកន្លែងគេងគឺគេតម្រូវឲ្យយើងគេងមកបន្ទប់2នាក់ពេលដែលទៅដល់ប្រទេសនោះចាប់ផ្ដើមចូល train នៅពេលហ្នឹងខ្ញុំមានគំនិតមួយគឺខ្ញុំបាននិយាយប្រាប់គ្នាខ្ញុំដែលគាត់ទៅជាមួយគ្នានឹងដែរគ្រាន់តែថាគេ train នៅសន្តាគារផ្សេងគឺខ្ញុំនឹងធ្វើយ៉ាងណាសន្សំឲ្យបានប្រហែលជា100 200ត្រឡប់មកផ្ទះវិញអាចថាពេលហ្នឹងខ្ញុំនិយាយលេងដែរនិយាយមែនដែរជាមួយនឹងពួកគាត់អញ្ចឹងណាហើយពួកគាត់ក៏បានប្រាប់ខ្ញុំថាវាមិនអាចទៅរួចទេដោយសារបានន័យថាគាត់អត់ជឿនៅគាត់អត់ជឿថាយើងអាចធ្វើវាបានដោយសារចែកអ្នកនរគ្នាគឺប្រាក់ឧបត្ថម្ភដែលគេឲ្យហ្នឹងជាខ្ទង់200អីហ្នឹងឯង$200ហើយខ្ញុំត្រូវដកថ្លៃទឹកថ្លៃភ្លើង200,000លុយខ្មែរហើយយើងត្រូវទិញសម្ភារៈដែលយើងប្រើប្រាស់ជាប្រចាំអញ្ចឹងរបស់ណាដែលយើងប្រើរួមគឺខ្ញុំ share គ្នាខ្ញុំជួយហើយយើងមានរបស់ចាំបាច់ជាច្រើនដែលយើងត្រូវប្រើដែលជាហេតុដែលធ្វើឲ្យពួកគាត់អត់ជឿថាយើងអាចធ្វើវាបានតែពេលហ្នឹងខ្ញុំក៏អត់បានជាចាប់អារម្មណ៍ឬក៏ទៅបកស្រាយអីច្រើនដែរខ្ញុំក៏ហីទៅប៉ុន្តែខ្ញុំមាននៅគោលគំនិតមួយនិងបំណងថានឹងធ្វើវាឲ្យបានយ៉ាងហោចណាស់ក៏យើងបាន100ទៅផ្ទះវិញដែរទៅពេលនោះគឺខ្ញុំព្យាយាមសន្សំតាមរយៈការទៅញ៉ាំបាយនៅសន្តាគារ3ពេលពេលព្រឹកពេលថ្ងៃនិងពេលល្ងាចអញ្ចឹងវិធីសាស្ត្រដែលខ្ញុំធ្វើបាននៅពេលហ្នឹងគឺខ្ញុំចូលម៉ោង9ហើយកង់ទីនកន្លែងញ៉ាំបាយគេបិទម៉ោង9អញ្ចឹងខ្ញុំត្រូវទៅម៉ោង8ខ្ញុំដើរពីកន្លែងដែលខ្ញុំគេងហ្នឹងទៅកន្លែងសន្តាគារប្រហែលជា15នាទីអញ្ចឹងពេលហ្នឹងខ្ញុំអាចបានជិះឡានក្រុងឬក៏ជាម៉ូតូដូចទេខ្ញុំដើរដោយសារខ្ញុំចិត្តហាត់ប្រាណផងដោយសារពេលហ្នឹងគឺខ្ញុំហាត់ប្រាណច្រើនដែរអញ្ចឹងទៅខ្ញុំក៏សម្រេចចិត្តថាដើរហាត់ប្រាណដែរអញ្ចឹងខ្ញុំទៅដល់មុនខ្ញុំបានញ៉ាំអាហារពេលព្រឹកហើយជាក់ស្ដែងនៅក្នុងមួយថ្ងៃយើងធ្វើការគឺគេឲ្យសម្រាប់1ម៉ោងអញ្ចឹងខ្ញុំសុំគេពេលថ្ងៃកន្លះម៉ោងហើយនិងពេលល្ងាចកន្លះម៉ោងពេលថ្ងៃកន្លះម៉ោងហ្នឹងខ្ញុំសម្រាប់ញ៉ាំបាយហើយពេលល្ងាចកន្លះម៉ោងហ្នឹងគឺខ្ញុំសម្រាប់ញ៉ាំបាយល្ងាចទៀតអញ្ចឹងក្នុងមួយថ្ងៃខ្ញុំញ៉ាំបាន3ពេលពីរឿងដែលសំខាន់មួយទៀតហ្នឹងគឺយើងធ្វើការ5ថ្ងៃក្នុងមួយសប្តាហ៍អញ្ចឹងយើងសម្រាប់2ថ្ងៃហើយដូចខ្ញុំអញ្ចឹងសម្រាប់2ថ្ងៃជាប់គ្នាអញ្ចឹងយើងគិតទៅលើម្ហូបគឺយើងញ៉ាំ3ពេលមែនអត់ក្នុងមួយថ្ងៃអញ្ចឹងមួយអាទិត្យយើងចំណាយអស់6ពេលហើយអ្នកនរគ្នាដឹងខ្ញុំធ្វើម៉េចពេលហ្នឹងគឺខ្ញុំក្រោករាំងលេតទៅដើម្បីយើងញ៉ាំពេលព្រឹកជាមួយនឹងអាហារថ្ងៃត្រង់ជាមួយគ្នាតែម្ដងខ្ញុំចូលចិត្តតែញ៉ាំកាទៀវហ្នឹងខ្មែរយើងកាត់លក់មកកូនចានមកកូនចានហ្នឹងប្រហែលជា2000រៀលហ្នឹងខ្ញុំញ៉ាំមួយចានឬក៏2ចានតែយូរម្ដងភាគច្រើនខ្ញុំញ៉ាំបាយដែលគេធ្វើហើយអញ្ចឹងណាគេលក់ជាកញ្ចប់ឬក៏ជាប្រអប់ប្រហែលជា2ទៅ3000អីហ្នឹងប៉ុណ្ណឹងហើយញ៉ាំតែគូចអីតិចតួចទៅគឺចប់ហើយថ្ងៃឡើងខ្ញុំទិញអាហ្នឹងញ៉ាំក៏ទិញអីញ៉ាំតិចតួចទៀតទៅបើសួរខ្ញុំថាខ្ញុំចូលរួមកម្មវិធីឬក៏ទៅញ៉ាំអីមួយមិត្តភក្តិឬក៏បានទៅដើរលេងអត់គឺខ្ញុំទៅខ្លះដែរគ្រាន់តែថាខ្ញុំអត់បានទៅជាញឹកញាប់ឬក៏ឲ្យតែពេលណាដែលគាត់បបួលខ្ញុំទៅទេគឺខ្ញុំទៅតែពេលណាដែលខ្ញុំចង់ទៅដល់ពេលខ្លះពួកគាត់គិតថាខ្ញុំ introvert ខ្ញុំមិនចោះចំណោមជាមួយនឹងពួកគាត់អាច
ថាអញ្ចឹងក៏ថាបានដែរប៉ុន្តែដោយសារតែខ្ញុំមានគោលបំណងជាលក្ខរបស់ខ្ញុំហើយខ្ញុំចូលចិត្តធ្វើលំហាត់ប្រាណខ្ញុំក្រោកធ្វើលំហាត់ប្រាណច្រើនទាំងព្រឹកអញ្ចឹងហេតុផលខ្ញុំគឺមិនមែនថាខ្ញុំមិនចោះចំណោមនឹងគាត់ឬក៏រិះខំទេគ្រាន់តែថាពេលខ្លះយើងត្រូវចាយគឺយើងចាយពេលខ្លះយើងត្រូវសន្សំគឺយើងសន្សំតែប៉ុណ្្នឹងហើយខ្ញុំនិយាយហ្នឹងមិនមែនចង់និយាយពីភាពមិនល្អពីអ្នកខ្ញុំស្គាល់ទេខ្ញុំគ្រាន់តែចង់ចែករំលែកទៅកាន់គ្នាយើងថាបើសិនបើយើងធ្វើអីមួយមានគោលដៅឬគោលបំណងច្បាស់លាស់ហើយយើងមានអ្នកដែលយើងជឿទុកចិត្តយើងប្រាប់គាត់បែបលេងក៏ដោយបែបមែនក៏ដោយទោះបីជាគេជឿយើងក៏ដោយមិនជឿយើងក៏ដោយយើងក៏កុំយកវាទៅគិតឲ្យស្មុគស្មាញព្យាយាមសំងំហើយធ្វើរឿងហ្នឹងឲ្យបានសម្រេចទោះបីជាគេមើលមកយើងថាយើងមិនមែនជាមនុស្សដែលចោះចំណោមនឹងគេឬក៏ខុសពីគេក៏ដោយកុំខ្វល់សំខាន់ឲ្យតែគោលដៅដែលយើងធ្វើហ្នឹងគឺបានសម្រេចមែនខ្ញុំភ្លេចប្រាប់អ្នកនរគ្នាបន្ទាប់ពីចប់ train 3 ខែហ្នឹងខ្ញុំត្រឡប់មកវិញខ្ញុំនៅសល់លុយប្រហែលជា$300ជាង